ក្រមៀបសួរបងប្អូននៅក្នុង TikTok Facebook YouTube ទាំងអស់គ្នាបងប្អូនខ្ញុំណែមាន account YouTube ហ្នឹងហើយតាខ្ញុំគាត់ធ្វើ YouTube ឲ្យខ្ញុំលេងហ្នឹងហើយអញ្ចឹងណែខណៈពេលនេះវេលាម៉ោង12 នាទីឯងបងប្អូនព្រឹកមិញខ្ញុំបានធ្វើ clip តាក់ទងទៅនឹងសុខភាពបុរសហ្នឹងហើយថ្នាំដែលប្រើទៅមានប្រសិទ្ធភាពទៅលើសុខភាពបុរសអញ្ចឹងខណៈពេលនេះខ្ញុំចង់លើកយកអំពីប្រធានបទសុខភាពឆ្អឹងបងប្អូនសុខភាពឆ្អឹងពីព្រោះដល់ពេលថ្ងៃត្រង់នេះក្រោយខ្ញុំញ៉ាំអាហារថ្ងៃត្រង់ហើយខ្ញុំទទួលទានថ្នាំថែទាំសុខភាពឆ្អឹងហ្នឹងហើយអញ្ចឹងខ្ញុំប្រើថ្នាំខ្ញុំជ្រើសរើសយកថ្នាំមួយឈ្មោះកាក់ទីមែហ្នឹងហើយកាក់ទីមែនេះគឺជាប្រភេទក្លុយកូសាមីនបងប្អូនហេតុអីបានជាខ្ញុំនិយាយអំពីការថែទាំសុខភាពឆ្អឹងហ្នឹងហើយដូចមនុស្សអាយុដូចខ្ញុំអញ្ចឹងវាអាយុជិត60ហ្នឹង60ហើយឆ្នាំនេះអញ្ចឹងយើងត្រូវការថែទាំសុខភាពឆ្អឹងនឹងតាំងពីអាយុ40មកបងប្អូនកាលណាមនុស្សស្រីដែលអាយុ40ឡើងអរម៉ូនប្រែប្រួលអញគេយកអីមកជូនខ្ញុំបានអីគេណាគ្រីនេះកូនអូយដាក់ទៅនឹងសិនអរគុណអូយអីច្រើនម៉េចគ្រីនឹងមកចុកហ្នឹងអូយអរគុណណាមកផ្ញើហ្មងចាអូចាស់ក្នុងភូមិយកការីនំបញ្ចុកមកផ្ញើបងប្អូនហ្នឹងហើយអរគុណគេយកអីមកជូនហ្នឹងហើយក្នុងភូមិខ្ញុំអញ្ចឹងហ្នឹងហើយក្នុងភូមិខ្ញុំបានអីគេយកមកចែកជូនគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងថ្ងៃនេះចាស់ក្នុងភូមិគាត់ស្លការីនំចុកយកមកជូនខ្ញុំអត់ធ្វើម្ហូបអីថ្ងៃនេះបានអាហារហ្នឹងហើយហ្នឹងអញ្ចឹងយើងនិយាយបន្តមនុស្សស្រីប្រុសតកាណាអាយុរៀងច្រើនវាធ្វើឲ្យឆ្អឹងយើងស្ពោតពុកចាស់ដើមឈើមិនក៏ចេះពុកចេះស្ពោតដែរអញ្ចឹងណែមនុស្សស្រីចាប់ផ្ដើមណែស្ពោតឆ្អឹងដោយសារអរម៉ូនប្រែប្រួលយ៉ាងម៉េចស្ត្រីនៅពេលដែលវ័យចាប់ពី40ឡើងភាគច្រើនអរម៉ូនប្រែប្រួលហើយឈានទៅរកគេហៅថាមេណូប៉ូហ្នឹងហើយមេណូប៉ូបានន័យថាស្ត្រីវិវត្តទៅរកអស់រដូវឈប់មានរដូវហ្នឹងហើយដោយថាគាត់ឈប់មានលទ្ធភាពក្នុងការបន្តពូជហ្នឹងនៅពេលហ្នឹងហើយគេវាបដូរអរម៉ូនវាផ្លាស់ប្ដូរហើយកាលណាអរម៉ូនផ្លាស់ប្ដូរអញ្ចឹងវាធ្វើឲ្យឆ្អឹងហ្នឹងវាងាកទៅរកស្ពោតពុកហ្នឹងហើយអញ្ចឹងដើម្បីថែរក្សាឲ្យឆ្អឹងយើងរឹងមាំវិញយើងងាកមកប្រើណែក្លុយកូសាមីនអានេះឈ្មោះកាក់ទីមែបងប្អូនកាក់ទីមែគឺជាផលិតផលរបស់ប្រទេសបារាំងហ្នឹងហើយដែលមានរូបមន្តវាពីរវាមានកូឡាជែននិងកាក់ទីឡាសកូឡាជែននិងកាក់ទីឡាសហ្នឹងដូចប្រេងអញ្ចឹងបងប្អូនណាដូចប្រេងរំអិលម៉ាស៊ីនឡានម៉ាស៊ីនម៉ូតូអញ្ចឹងកាលណាមនុស្សស្រីហ្នឹងមានការប្រែប្រួលអរម៉ូនទៅវាធ្វើឲ្យស្ងួតហ្នឹងគឺអាកូឡាជែនអាកាប់ជីឡាសចឹងវាខ្សោយហើយវាធ្វើឲ្យដូចថាគ្រប់សន្លាក់មនុស្សហ្នឹងវាធ្វើឲ្យសឹករិចរិលបន្ទាប់មកវាធ្វើឲ្យស្ពោតធ្វើឲ្យស្ពោតឆ្អឹងស្ពោតបន្ទាប់ពីស្ពោតទៅពុកហ្នឹងហើយពុកអញ្ចឹងប្រភេទក្លុយកូសាមីននេះវាមានរូបមន្តពីរវាមានកូឡាជែននិងកាក់ទីឡាសហ្នឹងវាជួយជំរុញឲ្យមនុស្សយើងហ្នឹងមានប្រេងចិត្តប្រេងដើម្បីទៅចិញ្ចឹមសារពាង្គកាយយើងតាមសន្លាក់សាច់ដុំក្រោមស្បែកធ្វើឲ្យស្បែកយើងលោងភ្លឺហើយសាច់ដុំយើងហើយនឹងសរសៃឆ្អឹងហ្នឹងវាអត់ប៉ះគ្នាកាលណាវាអត់ប៉ះគ្នាអញ្ចឹងវាធ្វើចលនាល្អវាធ្វើឲ្យចាស់អត់ឈឺទេបងប្អូនហ្នឹងហើយអត់ឈឺចុកយោយាយអីទេហើយឆ្អឹងវាអត់វិវត្តទៅពុកអញ្ចឹងអានេះប្រភេទថ្នាំកាក់ទីមែនេះគឺជាប្រភេទក្លុយកូសាមីនដែលធ្វើឲ្យសន្លាក់ឆ្អឹងយើងអាចដុសឆ្អឹងខ្ចីមកវិញហ្នឹងហើយវាដុសមកវិញ
នឹងហេតុអីបានដោះខ្ញុំមានបទពិសោធន៍ក្នុងការព្យាបាលជំងឺដូចទីហោថាមនុស្សខ្លះគាត់ដួលប៉ះតកិច្ចអីចឹងទៅវាធ្វើឲ្យអាក្បាលឆ្អឹងខ្ចីហ្នឹងវាប្រេះស្រាំហ្នឹងហើយប្រេះស្រាំទៅខ្ញុំឲ្យញ៉ាំអាពពួកក្លុយកូសាមីននេះជាពិសេសពពួកអាកាក់ទីមែនេះខ្ញុំឲ្យញ៉ាំទៅដូសរៀងខ្ពស់តិចទៅវាដោះអាឆ្អឹងខ្ចីមកវិញវាធ្វើឲ្យមនុស្សយើងនឹងបាត់ឈឺបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំភាកច្រើនខ្ញុំត្រែតត្មងបានន័យថាព្យាបាលខ្ញុំត្រែតត្មងទៅលើអ្នកជំងឺមានមូលហេតុច្បាស់លាស់បានខ្ញុំឲ្យថ្នាំបងប្អូនបើខ្ញុំរកមូលហេតុអត់ច្បាស់ខ្ញុំស្ទាក់ស្ទើរក្នុងការឲ្យថ្នាំប្រើប្រាស់ហ្នឹងអញ្ចឹងខ្ញុំកាលណាខ្ញុំរកមូលហេតុច្បាស់លាស់ខ្ញុំឲ្យថ្នាំទៅគឺជោគជ័យលឿនណាបងប្អូនហ្នឹងហើយអញ្ចឹងងាកមកមើលមូលហេតុដែលធ្វើឲ្យមនុស្សយើងនេះវាស្ពោតវាពុកហ្នឹងទី1ខ្ញុំនិយាយអំពីមនុស្សស្រីគឺអរម៉ូនវាប្រែប្រួលហ្នឹងគឺចាប់ភាគច្រើនគឺចាប់ពីអាយុ40ឡើងទៅប្រែប្រួលហើយប្រែប្រួលធ្វើឲ្យស្ត្រីនឹងដូចថាលែងមានលទ្ធភាពក្នុងការបន្តពូជគឺគេហៅថាមេណូប៉ូបានន័យថាស្ត្រីឈប់មកធ្លាក់ឈាមរដូវហ្នឹងហើយហៅឈាមរដូវអញ្ចឹងឈាមរដូវមួយខែម្ដងហ្នឹងណាកាលណាស្ត្រីមានឈាមរដូវមួយខែម្ដងគឺស្ត្រីនៅមានលទ្ធភាពក្នុងការបន្តពូជបង្កើតកូនបានបងប្អូនបើកាលណាស្ត្រីលែងមានលទ្ធភាពក្នុងការបន្តពូជបានវាងាយនឹងធ្វើឲ្យឆ្អឹងយើងនឹងស្ពោតឬពុកអញ្ចឹងយើងមានថ្នាំនេះសម្រាប់ថែរក្សាដើម្បីឲ្យស្ត្រីមានភាពរឹងមាំបានយូរហើយមិនមែនថាស្ត្រីឯងបុរសក៏ចឹងដែរបុរសស្ពោតពុកឆ្អឹងដោយសារបុរសនឹងញ៉ាំស្រាមានជាតិអាល់កុលបុរសនោះជក់បារីនឹងហើយក៏ជាហេតុបណ្ដាលឲ្យស្ពោតពុកដែរបងប្អូនតែអ្នកខ្លះក៏គាត់អត់ណែជក់បារីផឹកស្រាប៉ុន្តែក៏អាចស្ពោតពុកដែរក៏ប៉ុន្តែវារយៈពេលយូរហ្នឹងហើយអញ្ចឹងមនុស្សប្រុសស្រីអាចជួបប្រទះនៅជំងឺស្ពោតឬពុកឆ្អឹងតើណាគាត់ឲ្យកាលណាស្ពោតពុកឆ្អឹងយើងងាយបាក់បងប្អូនអ្នកខ្លះគាត់លើកចៅអីទៅលើកចៅបាក់ដៃផោះហ្នឹងហើយដួលតិចតួចអីបាក់ឆ្អឹងតាគៀកឆ្អឹងអីចឹងណាចាស់ភាគច្រើនដួលនៅបន្ទប់ទឹកអីចឹងដួលប្រេះស្រាំបាក់ឆ្អឹងផាលឆ្អឹងអីច្រើនណាអញ្ចឹងយើងដើម្បីថែរក្សាសុខភាពឆ្អឹងយើងឲ្យរឹងមាំល្អយើងប្រើក្លុយកូសាមីនឈ្មោះកាក់ទីមែនេះមានប្រសិទ្ធភាពហ្នឹងហើយបើយើងរកកាក់ទីមែអត់បានឲ្យតែក្លុយកូសាមីនវាមានកាក់ទីឡាសនិងកូឡាជែនហើយបូកជាមួយនឹងកាល់ស្យូមបូកដេត្រទៀតវីតាមីនដេត្រហ្នឹងជួយបង្កើនគុណភាពកាល់ស្យូមឲ្យវាមានប្រសិទ្ធភាពក្នុងការទៅបង្កើនសាច់ដុំឆ្អឹងហៅសាច់ដុំឆ្អឹងឲ្យវាខាប់ឲ្យមានកំហាប់ខាប់រឹងមាំបងប្អូនហ្នឹងហើយអញ្ចឹងដែលខ្ញុំហេតុដែលខ្ញុំលើកយកប្រធានបទអីមកនិយាយដោយសារខ្ញុំនឹងឯងជាអ្នកថែទាំសុខភាពប្រើថ្នាំហ្នឹងហើយមួយទៀតតាក់ទងទៅនឹងបងប្អូនខ្ញុំខ្ញុំចដូនមួយឬក៏អ្នកជិតខាងខ្ញុំហ្នឹងគាត់អត់សូវជឿអ្នកចេះដឹងទេត្រឹមត្រូវឲ្យគាត់ទៅជឿតាការផ្សព្វផ្សាយនិយាយតគ្នាលេបថ្នាំចោះឡើងមានអីបាត់ឈឺលឿនមែនហើមស្ពុលបងប្អូនដល់តែឆែកមើលកលៀនគាត់ក្រេអាទីនីនឡើងកម្ពស់ណាណីហ្នឹងហើយអ៊ុយរ៉េឡើងក្រេអាទីនីនឡើងជាតិពុលឡើងបឹបហ្នឹងហើយពិបាកសង្គ្រោះបដ ாய் ដឹងសង្គ្រោះឲ្យអ្នកខ្លះក៏ខ្ញុំសង្គ្រោះបានអ្នកខ្លះសង្គ្រោះអត់បានទេបងប្អូនណាហ្នឹងហើយអ្នកសង្គ្រោះបានតែអ្នកល្មមណែបងប្អូនតែកាលណាជាតិពុលខ្ពស់ពេកសង្គ្រោះអត់បានលាងឈាមហើយអ្នកខ្លះហ្នឹងលាងឈាមហើយក៏មិនទៅរួចទៀតបើវាខ្ពស់ពេកខូចកលៀនអស់ហើយចាអញ្ចឹងវីដេអូខ្ញុំជិតដល់នាទីហើយខ្ញុំសូមសង្ខេបហ្នឹងហើយការថែទាំសុខភាពឆ្អឹងគឺយើងត្រូវប្រើក្លុយកូសាមីនបូកជាមួយនឹងវីតាមីន D និងកាល់ស្យូមបងប្អូនដើម្បីជួយឲ្យសុខភាពឆ្អឹងយើងរឹងមាំរស់បានយូរ
មានប្រយោជន៍កុំឲ្យគេបំរើយើងច្រើនចាសូមគោរពអរគុណនិងគោរពលានាទីដល់ហើយ